រឿងតាក់ទងបញ្ហាត្រានកោឋានបើមានបញ្ហាមិនប្រក្រតីប្តឹងមកជាមួយនឹងខាងលេខាឋានគ្រប់រឿងទាំងអស់ទុករឿងឲ្យយឺតឬក៏មានករណីដែលថាទាមទារផលប្រយោជន៍ផ្សេងៗសូមប្តឹងមកខាងលេខាឋានតាមរយៈយុទ្ធនាការមួយនេះខ្ញុំចង់បញ្ជាក់ជូនថាបងប្អូនមានច្រកផ្លូវការមួយតាមរយៈយន្តការនេះបើទទួលរងភាពអយុត្តិធម៌ការរំលោភបំពានដែលខុសច្បាប់សូមប្តឹងមកយន្តការមួយនេះហើយយើងនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយក្នុងក្របខ័ណ្ឌនៃយុទ្ធនាការទី2នេះបើរឿងក្តីមានការយឺតយ៉ាវខ្លាំងក៏បងប្អូនអាចដាក់ពាក្យបណ្ដឹងមកច្រកផ្លូវការនេះដែរឥឡូវការប្រកាសបើកយុទ្ធនាការនេះមានន័យស្មើថាការប្រកាសបើកច្រកមួយដើម្បីយកកិច្ចការទាំងអស់នេះមកត្រួតពិនិត្យហើយនឹងដោះស្រាយប្រកបដោយការទទួលខុសត្រូវស្របតាមអ្វីដែលជាការណែនាំដ៏គង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជា